ប៉ាខ្ញុំគឺជាមនុស្សម្នាក់ដែលអត់សូវជាអសយក៏ប៉ុន្តែមិនក៏ដោយក៏គាត់ខំប្រឹងប្រែងឲ្យកូនគាត់ហ៊ានឲ្យបានចប់គ្រប់គ្នាដែរមិនដឹងថាអ្នកទាំងអស់គ្នាមានប៉ាម៉ាក់ណាដូចប៉ាម៉ាក់ខ្ញុំអត់ទេបើបកក៏ទៅ5 6ឆ្នាំមុនណាគ្រួសារខ្ញុំពិតជាអត់ខ្លាំងមែនតើសង្ឃថាពេលខ្លះប៉ាខ្ញុំអត់មានលុយដើម្បីគាត់ទិញម្ហូបញ៉ាំឬក៏គាត់មានលុយសម្រាប់ឲ្យខ្ញុំទៅរៀនទេប៉ុន្តែទោះយ៉ាងណាក្តីក៏គាត់នៅតែខំព្យាយាមធ្វើម៉េចឲ្យកូនគាត់បានរៀនចប់ឲ្យដូចគេឲ្យដូចឯងនិយាយទៅសម្រាប់ខ្ញុំផ្ទាល់អ្នកនរគ្នាគឺខ្ញុំប្រឡងទី12ហើយខ្ញុំរៀនបានឆ្នាំទី1ឆ្នាំទី2នឹងដូចជាមានបញ្ហាកូវីដហើយបញ្ហាសេដ្ឋកិច្ចក៏រៀងពិបាកចា៎ខ្ញុំក៏សម្រេចចិត្តថាខ្ញុំឈប់រៀនដើម្បីខ្ញុំរកការងារខ្លះដើម្បីជួយសម្រុំទៅការងារអញ្ចឹងតែតាមចិត្តស្ដាយអ្នកគ្នាមិនក៏ដោយក៏ប៉ាម៉ាក់ខ្ញុំគាត់អត់ចង់ឲ្យខ្ញុំឈប់រៀនដែរគាត់ចង់ឲ្យខ្ញុំរៀនឲ្យចប់សិនតែដោយសារតែខ្ញុំមានអ្នកខ្លួនឯងខ្ញុំគិតថាបើសិនជាខ្ញុំឈប់ម្នាក់ខ្ញុំអាចជួយបងប្អូនផ្សេងទៀតឲ្យបានរៀនចប់ខ្ញុំទុកចិត្តអញ្ចឹងណាហើយថ្ងៃហ្នឹងខ្ញុំក៏បានសួរចំណាប់អារម្មណ៍ប៉ាខ្ញុំដែរថាគាត់គិតមិនចំពោះការប្រឡងរបស់បងប្អូនខ្ញុំណាថាគាត់ជឿជាក់បងប្អូនខ្ញុំបានភាគរយឬក៏មិនអញ្ចឹងណាប៉ាថ្ងៃហ្នឹងគិតថាញ៉ាធ្វើបានអត់ធ្វើបានស្លាតហើយវាពូកែ100%អូថ្ងៃហ្នឹងជាទុកចិត្តកូនបើ100%ទៅអត់បាទហើយថ្ងៃហ្នឹងមកយកម៉ោងប៉ុន្មានមកយកម៉ោង10កន្លះយកបាយឲ្យញ៉ាំផងហើយមកមុនម៉ោង10កន្លះហ្នឹងទៀតអូខេអញ្ចឹងយកម៉ាក់ម៉ាអត់ម៉ាក់មកការជូនកូនទៅម្ដងប្រឡងឬការជូនប្អូនទៅម្ដងប្រឡងហ្នឹងអាហ្នឹងវាសុទ្ធសឹងតែជាកម្លាំងចិត្តមួយផ្នែកសម្រាប់ពួកគាត់ដែរដោយសារតែខ្ញុំឃើញអ្នកខ្លះគាត់ខមមិនថាអញ្ចឹងបងសំណាងណាដែលមានបងឬក៏ប៉ាម៉ាក់ជូនទៅចំណាយគាត់វិញគឺគាត់ទៅដោយខ្លួនឯងអញ្ចឹងណានិយាយទៅគឺខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាគិតច្រើនទេពេលណាដែលយើងយករូបភាពទាំងអស់ហ្នឹងមកគិតគឺយើងមានអារម្មណ៍ថាយើងខកចិត្តហើយយើងតូចចិត្តយើងខូចចិត្តតែម្ដងមានឪពុកម្ដាយណាដែលថាគាត់អត់ស្រឡាញ់កូនទេទាំងអស់គ្នាគាត់ថាពេលខ្លះគាត់ជាប់ធរៈរបស់គាត់ផ្ទាល់ខ្លួនអញ្ចឹងចូលអ្នកទាំងអស់គ្នាគិតវិជ្ជមានវិញហេតុអីបានគាត់ចាំបាច់ឲ្យអ្នកទាំងអស់គ្នាហ៊ានរហូតដល់ផុតឆ្នាំទី12ឃើញនិយាយទៅខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាដែលគាត់អត់មានប៉ាម៉ាក់អត់មានបងប្អូនទៅចូលហ្នឹងណាគាត់ធ្វើមិនខំប្រឹងមិនក្តៅយកនិទេសឲ្យល្អបំផុតដើម្បីជាលទ្ធផលបង្ហាញទៅកាន់ឪពុកម្ដាយរបស់យើងអញ្ចឹងណានិយាយទៅការពេលល្ងាចមិញពេលដែលចេញពីបដូរប្រឡងនោះភ្លាមអ្នកគ្នាឃើញឪពុកម្ដាយអ៊ំពូមីងជួយច្រើនតែគាត់តម្រង់ជួចាំកូនចេញមកពីប្រឡងអញ្ចឹងណាហើយខ្ញុំក៏អង្គុយចាំប្អូនប្រហែលជា2 3ម៉ោងដែរអ្នកគ្នាដែលសារតែខ្ញុំអត់ចង់ត្រឡប់ទៅផ្ទះទៅយឺតម៉ោងមកយកវិញអញ្ចឹងហើយក៏ខ្ញុំឆ្លៀតថតរូបលេងជាមួយនឹងផលិតផល Aster Moon Cream ជាប្រភេទគ្រីមព្យាបាលមុខមិនថាមុខមុនមុខរោមមុខស្នាមខ្មៅស្អាតជាពិសេសបញ្ហាមុខរោតែម្ដងអត់ដឹងមកប្រើជាមួយនឹងផលិតផលអីទាំងអស់គ្នាកុំភ្លេចមកសាកប្រើជាមួយនឹង Aster Moon Cream តម្លៃត្រឹមតែ$6អាចទិញបានគ្រប់ផ្សារគ្រប់ចំណងចែកចាយរបស់យើងបានខ្ញុំគិតថាអូនអស់ភ័យហើយភ័យតាមម៉ោងដំបូងភ័យតាមថ្ងៃទី1ហ្នឹងឯងឥឡូវនេះដល់ពេលវេលាដែលគាត់ត្រូវយកពេលវេលាទៅទិញជាមួយនឹងមេរៀនបន្តដោយបងអូនខ្ញុំចាក់ស្ដាយអញ្ចឹងឥឡូវហ្នឹងគាត់កំពុងតែមើលមេរៀនបន្តសម្រាប់ថ្ងៃស្អែកអញ្ចឹងស្អែកហ្នឹងទាំងអស់គ្នាធ្វើឲ្យចប់ទៅគឺយើងចប់ទី12ទៅបរិបូរហ្មងហើយចាំអត់លទ្ធផលទាំងអស់គ្នាថាចេញមកបែបណាយើងថ្ងៃនេះគឺជាថ្ងៃដែលត្រូវបញ្ចប់ជាមួយនឹងការប្រឡងឌីប្លូមអញ្ចឹងនិយាយទៅលទ្ធផលបែបណាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលយកទៅនិយាយរួមទៅពេលខ្លះมันប្រកាសថាយើងអត់ជោគជ័យក្នុងសាលាប៉ុន្តែនៅក្នុងវិថីផ្សេងយើងអត់ជោគជ័យណាមែនទេខ្ញុំនិយាយបែបហ្នឹងណាមិនមែនខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាអត់ខិតខំប្រឹងប្រែងនៅក្នុងការរៀនសូត្រទេតែខ្ញុំចេញមកចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាដែលគាត់កំពុងតែមានអារម្មណ៍គិតថាខ្លួនឯងកំពុងតែធ្លាក់កំពុងតែធ្វើអត់បានហ្នឹងណាកុំតន់បាក់ទឹកចិត្តហើយកុំតន់បោះបង់ខ្លួនឯងចោលចាស់ស្ដាយដូចខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាការពីនៅរៀនណាខ្ញុំគឺជាមនុស្សម្នាក់អត់សូវប្រកែកនៅក្នុងការរៀនសូត្រទេហើយមកដល់សប្តាហ៍ថ្ងៃនេះគឺអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយតាក់ទងជាមួយនឹងការងាររបស់ខ្ញុំទៅនិយាយរួមទៅវាមិនតែអស្ចារ្យណាស់ណាហ្មងទេគ្រាន់ថាវាអាចចិញ្ចឹមជាមួយនឹងកាពះខ្ញុំហើយនឹងគ្រួសារខ្ញុំបានអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនទី12មិនថាគេមិនថាបងប្អូនខ្ញុំអ្នកនរគ្នាទោះបីយើងជាប់ឬក៏មិនជាប់ក្តីយើងត្រូវរកចំណេះវិជ្ជាផ្សេងទៀតដើម្បីរកលុយរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសាររបស់យើងផ្ទាល់អញ្ចឹងណាសម្រាប់វីដេអូនេះផ្ទាល់គឺខ្ញុំចង់លើកទឹកចិត្តទៅកាន់អូនៗដែលគាត់កំពុងតែគិតថាខ្លួនឯងធ្លាក់ហ្នឹងហើយពួកគាត់មកបកកាត់ហើយអ្វីដែលសំខាន់ណាយកពាក្យដែលខ្ញុំបាននិយាយហ្នឹងណាមកគិតសាជាថ្មីហើយចាំថាមានមនុស្សជាច្រើនណាស់ដែលគេអប់ជាងយើងទៀតអញ្ចឹងយើងធ្វើបានប៉ុណ្ណាយើងរកបានប៉ុណ្ណាគឺយើងទទួលយកប៉ុណ្ណឹងទៅអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំសូមចូលរួមជូនពរអូនទី12ទាំងអស់ឲ្យគាត់ប្រឡងបាននីតិល្អហើយអ្វីដែលសំខាន់ណាឲ្យគាត់មានអារម្មណ៍ថាភ័យកុំឲ្យគាត់មានអារម្មណ៍ថាបាក់ទឹកចិត្តចំពោះអ្វីដែលគាត់បានធ្វើលក្ខណៈថាតូចចិត្តនឹងខ្លួនឯងថ្ងៃបង្ហាញនេះអ៊ីបផាតបានមកអ្នកគ្នាដែលសត្វតកសើស្រួលខ្លួននិយាយទៅគឺថ្ងៃនេះគឺខ្ញុំជូនមកជាមួយនឹងប៉ាអញ្ចឹងណានិយាយទៅខ្ញុំថតជាប់ប៉ាខ្ញុំរហូតប៉ុន្តែទាំងអស់គ្នាតែសួរប៉ាខ្ញុំមួយណាប៉ាខ្ញុំមួយណាអញ្ចឹងណានិយាយទៅថ្ងៃនេះគឺប៉ាជូនញ៉ាំម្ដងប្រឡងថ្ងៃមានអារម្មណ៍ថាថ្ងៃទី2នេះបេក្ខជនប្រឡងគឺអត់មានអ្នកគេភ័យអ្នកគ្នាគ្រាន់តែថាចប់លើឡានចប់លើម៉ូតូប៉ឹបគឺពួកគាត់ដើរសម្ដៅចូលទៅអនុរិយឲ្យឆែកមកដោយការថ្ងៃទី1សិនអ្នកនរគ្នានិយាយទៅដូចខ្ញុំដែរការទីថ្ងៃទី1ខ្ញុំរៀងផិតភ័យប៉ុន្តែសម្រាប់ថ្ងៃទី2ខ្ញុំគិតថាវារៀងធម្មតាអញ្ចឹងណាឡានហ្នឹងក៏ឆ្លៀតថតលេងជាមួយនឹង Aster Moon Cream ហើយក៏ចង់ណែនាំចំពោះអ្នកដែលគាត់មានកំពុងតែមានបញ្ហាស្បែកមុខឲ្យសាកប្រើជាមួយវាដែរសម្រាប់លេខយប់នេះគឺផ្សំឡើងពី ស្តាច់យិនសិនក្រហមអ្នកនរគ្នាមានមុខមុនមុខស្នាមមុខរោខ្មៅស្អាតហ្នឹងលៀបមកយប់គឺឃើញផលតែម្ដងហើយឥឡូវពួកខ្ញុំបានជូនញ៉ាំមកដល់ទីតាំងហើយកន្លែងប្រឡងគេនៅវិទ្យាល័យចតុមុខអញ្ចឹងណានិយាយទៅឃើញអ៊ំពូមីងឆោមើលកូនដើរចូលឡើងច្រើនអ្វីដែលសំខាន់ណាអូនត្រង់ជួគឺចូលលឿនតែម្ដងលក្ខណៈថ្ងៃនេះគេ full energy ហ្មងលឿនណានិយាយទៅអានេះមិនក្បួនមិនអីអ្នកគ្នាឡាននឹងហែហ
ហមដែលគាត់ជូនកូនគាត់ទៅប្រឡងអញ្ចឹងណានិយាយទៅអ្នកដែលមានប៉ាថ្ងៃនេះឮថាប្រឡងជាមួយនឹងពលរដ្ឋហើយនឹងកដិតមុនគេអញ្ចឹងណាអ្នកគ្នានិយាយថាកូនសោះវិញឈ្ងោអត់ងើពេលអ្នកគ្នាខំតន្ទិញជាមួយនឹងមេរៀនខ្លាំងណានេះទៅសម្រាប់អ្នកប្រឡងអ្នកគ្នាអាសននីតិតិចតួចនោះគឺមើលឆ្ងាញ់សាហាវហ្មងណាដោយការខ្ញុំប្រឡងអីអ្នកគ្នាអើយសឹងតែថាគ្រូអត់តន់មកនៅតែបើកមើលតែគាត់ថានេះប្រឡងបាក់ដប់យកអាចយកទូរស័ព្ទយកអីយកទៅមើលការទេខ្លាចគេចាប់ទៅធ្វើអូតូហ្មងថ្ងៃហ្នឹងពួកគេមកជុំគ្នាទៀតហើយគេពិភាក្សាគ្នាបន្តិចគេបែកគ្នាមកដោយសារតែប្រឡងម្ដងខុសគ្នាទៅឲ្យស៊ីបាយពួកនេះហ៊ានស៊ីបាយអ្នកគ្នាវាខ្លាចវាអាចចាំខ្ញុំស៊ីជំនួសហ្មងទៅហ្នឹងមុនជូនបងទៅអ្នកគ្នាសុំញ៉ាំបាយសិនដោយសារតែខ្ញុំអត់ញ៉ាំបានដោយសារខ្លាចទុកអត់ជាប់ចឹងណាអ្នកគ្នាហើយបើតែសំខាន់គេចង់ថាអ្នកប្រឡងគេហ៊ានស៊ីបាយខ្លាំងអាចឥឡូវខ្ញុំសុំស៊ីជំនួសពួកវាសិនណាព្រោះខ្ញុំហៅខ្លាំងមែនតើបាយចានេះស្មានលេក៏វាខ້ອຍៗស៊ីពួកវាខ້ອຍៗនោះវាឃើញរហូតនេះឃើញខ្ញុំជ្រុំត្បល់ហើយមិនដឹងស៊ីខ້ອຍទៅមិនចឹងទៅពីថ្ងៃនេះគឺខ្ញុំអត់តបានគេគ្រប់គ្រាន់ទេប៉ុន្តែវាជាបញ្ហាអ្នកគ្នាដោយសារតា